ជំរាបសួរបងប្អូនគ្នាស្វាគមន៍មកកាន់ channel របស់ VP បន្តទៀតហើយថ្ងៃនេះមានមុខម្ហូបទៅមកពីផ្សារចាចង់មូនណែបងប្អូនគ្នាបងប្អូនខ្លះក៏ហៅថាគង់តែសម្រាប់អ្នកស្វាយរៀងចាគេហៅមូនណែបងប្អូនណាគឺមានសម្បកបាញ់ត្រាងហ្នឹងហើយមានបន្លែមានអីហ្នឹងឯងហើយថ្ងៃនេះយើងមានសាច់ជ្រូកចាញ់មូមួយសាច់ជ្រូកអញ្ចឹងមូនណែនេះបងប្អូនអាចមូសាច់មាន់ក៏បានមូជាមួយកាពឹសក៏បានជាមួយនឹងសាច់ជ្រូកក៏បានដែរហើយសាច់ជ្រូកយើងអាចស្ងោរក៏បានបងប្អូនចង់ឆាដូចខ្ញុំក៏បានដែរអញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំចង់ឆាសាច់ឲ្យឆ្អិនណាស់ហើយព្រោះដល់ពេលយើងញ៉ាំទៅយើងជ្រលក់ជួយនឹងទឹកត្រីក៏បានមិនបាច់ជ្រលក់មួយទឹកត្រីក៏បានដែរបងប្អូនចារសជាតិមកល្មមអញ្ចឹងយើងហាន់សាច់រួចហើយមកបំពងខ្ទឹមចាយើងដាក់សាច់ចូលណាសាច់ជ្រូកដែលយើងច្រាំក៏បានបងប្អូនហាន់ដុំដូចខ្ញុំក៏បានដែរតែខ្ញុំអត់ច្រាំទេខ្ញុំហាន់ឲ្យវានៅដុំវាធំតិចណាចាកាត់ខ្លីៗជាមកហើយយើងដាក់ឆាមកឆាឆ្អិនទៅមូលទៅវាសាច់វាមានក្លិនឈ្ងុយណាចាអញ្ចឹងចាក់សាច់ចូលមកបងប្អូនអ្នកគ្នាចាប់ផ្ដើមដាក់ណារសជាតិទៅតាមចំណូលចិត្តអីសម្រាប់ការធ្វើសាច់ឆានេះមិនចំណុចដាក់ប្រៃពេកទេមកល្មមរេសាប់ទៅព្រោះយើងនៅប្រើទឹកត្រីទៀតណាទឹកត្រីប៉ែរបស់យើងអញ្ចឹងយើងដាក់ទឹកត្រីអំបិលប៊ីចេងស្ករណាជាមួយនឹងម្រេចចាចំនួន200គ្រាប់មកបងប្អូនចាដាក់ម្រេច200គ្រាប់មកណាដាក់ប៊ីចេងដាក់ស្ករទៅតាមចំណូលចិត្តរបស់បងប្អូនអរគ្នាទៅដាក់គ្រឿងហើយយើងចាប់ផ្ដើមដល់ពេលជោគកោះទៀតហើយចាមានរ៉ូឌីតិចមកបងប្អូនសម្រាប់សាច់ឆានេះយើងអាចចាំបាច់ប្រើប្រេងខ្យងប្រើអីទេយើងប្រើតែគ្រឿងផ្សំសាមញ្ញរបស់យើងពីមុនណាចាអំបិលប៊ីចេងស្ករបិទនឹងឆ្ងាញ់យកទៅណាំអស់បងប្អូនគ្នាចាចឹងឆាត្រឡប់រហូតដល់តែសាច់យើងដាច់ទឹកល្អឆ្អិនល្អស្ងួតទឹកណាចាសាច់នេះជាសាច់ផុយអីយើងដាក់ទឹកក៏បានមិនចាំបាច់ដាក់ទឹកក៏បានដែរណាយើងគ្រាន់តែលេងវាឲ្យឆ្អិនឆាវាឆ្អិនប៉ុណ្ណឹងមកជាការស្រេចឲ្យយើងអាចយកទៅមូលណែមដែលគេហៅថាមូលណែមណាម្ហូបនេះសម្រាប់អ្នកសម្រក់គីឡូត្រូវហើយនេះយើងមកធ្វើទឹកត្រីយើងលីងស្ដេចដីឲ្យស្រួយមកស្ដេចដីក៏សំខាន់ដែរនៅក្នុងការផ្ដល់រសជាតិចាហើយទឹកត្រីរបស់យើងមានទឹកត្រីប៊ីចេងស្ករខ្ញុំប្រាប់កូនឆ្មាហើយម្ទេសខ្ទឹមគឺយើងអត់បុកទេគឺយើងហាន់ដូចខ្ញុំចេះគេច្រាំដូចខ្ញុំចេះសម្រាប់ទឹកត្រីនេះគឺគេអត់បុកទេបងប្អូនគ្នាចាខ្ទឹមម្ទេសអីគេអត់បុកទេអញ្ចឹងយើងចាំបាច់ក្រូចចំនួន 3-4 ផ្លែមករសជាតិរបស់វាជូរផ្អែមហើយទឹកត្រីយើងមានការ៉ុតណាការ៉ុតកោសឲ្យស្ដើងក៏បានកោសក្រាស់ថាយើងជិះក៏បានដែរដាក់ជាមួយនឹងទឹកត្រីហ្នឹងហើយនឹងខ្ទឹមក្រហមបងប្អូនណាហើយបន្លែរបស់យើងមានជីគ្រប់មុខចាជីនេះគឺទិញមកបានគឺជីធម្មជាតិស្លឹកវាតូចចេះវាមិនជាល្អលវក់ខ្លាំងទេបងប្អូនចាំបើដាក់គីមីច្រើននឹងបានវាលវក់ខ្លាំងអញ្ចឹងចូលមកដល់បន្លែរបស់យើងមានត្រសក់យើងមានជីគ្រប់មុខចាបងប្អូនចូលចិត្តញ៉ាំសាឡាត់ក៏ដាក់សាឡាត់ទៅតែខ្ញុំអត់ដាក់សាឡាត់ទេព្រោះសាឡាត់មូទៅវាមានជាតិល្វីងតិចណាសាឡាត់ខ្មែរយើងអត់ប្រើសាឡាត់ស្រួយទេហើយយើងក៏ដាក់សាច់ជ្រូកចូលមកចាមូបែបនេះបងប្អូនខ្ញុំមូពីស្លឹកដើម្បីឲ្យវាក្រាស់បើស្អីយើងមូមកស្លឹកទៅវាអាចនឹងងាយនឹងធ្លាយបែកសាច់អីចឹងណាចាមិនដែរបងប្អូនរូបរាងស្អាតទេប៉ុណ្ណេះចាតូចល្មមស័ក្តិសមជាមួយនឹងរូបរាងអ្នកមូហើយចំណែកសសក់បងប្អូនសសក់ដែលយើងមូគឺយើងហាន់ស្ដើងវិញចេះណាចាបងប្អូនកុំហាន់ឲ្យវាក្រាស់កាលណាតែហាន់វាក្រាស់ពេកវាខាំទៅអត់ឆ្ងាញ់វារឹងហើយនេះការមូណែរបស់យើងងាយបងប្អូនបំផុតនេះធ្វើមួយផ្លែតបានញ៉ាំហើយចាយើងមានបន្លែហើយនេះបងប្អូនអាចចូលចិត្តញ៉ាំចាបន្លែបែបនេះឆ្ងាញ់ណាបងប្អូនហើយសម្រាប់អ្នកដែលចូលចិត្តគ្រឿងត្រជាក់អីក៏ត្រូវដែរអត់ងាយស្រវឹងទេចាហើយបងប្អូនមើលសភាពទៅចាបែបហ្នឹងស្រុកអ្នកខាងស្វ័យនេះគេហៅថាណែបងប្អូនគ្នាចាបងប្អូនគ្នានេះឆ្អិនហើយចឹងកុំភ្លេចណាបងប្អូនណាម្ហូបឆ្ងាញ់ប្រចាំតំបន់ចាអ្នកស្វ័យរៀងក៏ពេញនិយមដែរបងប្អូនខ្លះគាត់អត់ស្គាល់ពីមុនគាត់ហៅថាសបកកស៊ូណាតែនេះគឺសបកបាញ់ត្រាងហើយយើងមូលចេញចេះគឺយើងហៅថាណែមណាណែមខុសគ្នាពីខាងបាត់ដំបងពីខាងអីណាបងប្អូនគ្នាចាអរគុណច្រើនបងប្អូនគ្នាដែលតាមដានជាមួយនឹងវីដេអូរបស់ VV ជួបគ្នានៅវីដេអូក្រោយបន្តទៀតជម្រាបលា